Assalamu alaikum សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺយើងចង់និយាយគ្នាបន្តិចអំពីបញ្ហាមួយអញ្ចឹងអ្វីដែលខ្ញុំមើលឃើញនៅក្នុងប្រទេសកម្ពុជាយើងសប្តាហ៍នេះឲ្យតែមកពីធ្វើហាជីវិញអញ្ចឹងសម្រាប់អ្នកដែលទើបត្រឡប់មកធ្វើហាជីវិញគឺតែងតែចង់ឲ្យគេហៅថាអង្គជីតុជីម៉ៃជីអង្គជីអញ្ចឹងណាអញ្ចឹងសួរថាការហៅអង្គជីម៉ៃជីហ្នឹងនៅក្នុងអ៊ីស្លាមយើងយល់យ៉ាងម៉េចដែរហើយការហៅហ្នឹងវាត្រឹមត្រូវអត់ហើយមានអ្នកខ្លះហ្នឹងជួនកាលទៅខឹងទៀតនៅពេលដែលគេហៅអង្គជីណាទៅធ្វើហាជីមកវិញឲ្យគេហៅជីម៉ៃជីអញ្ចឹងទៅណាអញ្ចឹងសង្ឃឹមថាបញ្ហាមួយនេះនឹងយ៉ាងណាខ្លះនៅក្នុងច្បាប់អ៊ីស្លាមរបស់យើងសង្ឃឹមថាតាមដានជាមួយខ្ញុំរហូតដល់ចប់អ៊ីនសាអល់ឡោះប្រជាជននៅក្នុងតំបន់អាស៊ីរួមទាំងនៅក្នុងសហគមន៍អ៊ីស្លាមរបស់យើងនៅក្នុងប្រទេសកម្ពុជានេះផងដែរការប្រសិទ្ធនាមការដាក់ងារហៅថាហាជីហាចាស់តុហាជីអង្គហាជីម៉ៃជីគឺវាប្រៀបដូចជាឋានៈផ្លូវការមួយសម្រាប់អ្នកដែលបានទៅធ្វើហាជីរួចពេលខ្លះប្រសិនបើមិនបានហៅនរណាម្នាក់មិនភ្ជាប់ជាមួយងារថាហាជីមានមនុស្សមួយចំនួនផ្លាស់ប្ដូរទឹកមុខរបស់ពួកគេអន់ចិត្តដោយសារតែគេមិនហៅថាហាជីទាំងដែលគេបានធ្វើហាជីរួចហើយនោះមានមនុស្សមួយចំនួនហាក់សម្ដែងការអន់ចិត្តជាដើមហើយអ្នកខ្លះទៀតថែមទាំងនិយាយភ្លាមៗថាខ្ញុំបានទៅធ្វើហាជីរួចហើយតើម្ដេចមិនហៅខ្ញុំថាជាហាជីហៅឲ្យត្រឹមត្រូវបន្តិចមើលគួរហៅខ្ញុំថាហាជីផងនេះគឺជាការលើកឡើងរបស់បុគ្គលមួយចំនួនត្រង់ចំណុចនេះហេតុអ្វីបានជាមនុស្សមួយចំនួនហាក់ដូចជាប្រតិកម្មខ្លាំងម្ល៉េះចំពោះងារជាហាជីនេះតើយើងទៅធ្វើហាជីដែលបានចំណាយលុយរាប់ពាន់ដុល្លារនោះគឺដើម្បីតែចង់បានងារជាហាជីនោះឬហាជីគឺជាអ៊ីបាដាះមួយឬជាការគោរពសក្ការៈដែលជាបទបញ្ជារបស់អល់ឡោះជាម្ចាស់ដូចគ្នាដែរចំពោះការសូឡាតបួសសតកោឬបទបញ្ជាផ្សេងៗគ្រាន់តែវាស្ថិតលើប្រភេទនិងរបៀបរបបខុសគ្នាតែប៉ុណ្ណោះទៅធ្វើហាជីចង់ឲ្យគេហៅថាតុហាជីអង្គហាជីហេតុអ្វីក្រោយពេលសូឡាតរួចគេមិនហៅថាតុសូឡាតឬអង្គសូឡាតផងអ្នកអ៊ីស្លាមបួសម្ដេចគ្មានអ្នកណាហៅថាអង្គបួសខែរ៉ាម៉ាដនម៉ៃបួសអង្គហ្សាកាត់អីចឹងចំណុចនេះហើយយើងគួរពិចារណាទាំងអស់គ្នាកុំដែលសារតែងារដែលគេបានហៅមកលើពួកយើងបែរជានាំឲ្យវិនិច្ឆ័យផលបន់ដែលយើងខំទៅធ្វើហាជីខ្លាចជាការអាសាបងឲ្យសោះការទៅធ្វើហាជីនេះគឺប្រៀបដូចជាយើងបានទៅបោកសម្លៀកបំពាក់ពណ៌សឲ្យសតាមតែអាចធ្វើទៅបានគឺលាងសម្អាតបាបកម្មទាំងអស់នៅក្នុងជីវិតកន្លងមកគឺជាប្រភេទបាបកម្មជាមួយអល់ឡោះតាមរយៈការតបរបស់យើងពិតៗតែបើជាប្រភេទបាបកម្មជាមួយមនុស្សគឺត្រូវដោះស្រាយជាមួយមនុស្សសិនទើបអល់ឡោះអភ័យទោសឲ្យក្រោយពីត្រឡប់មកពីហាជីវិញយើងនៅតែជាមនុស្សធម្មតាដែលប្រឈមទៅនឹងការសាកល្បងផ្សេងៗនៅក្នុងជីវិតអ្វីដែលជារឿងសោកសៅនោះគឺនៅពេលដែលមនុស្សមួយចំនួនបានទៅធ្វើហាជីក៏ប៉ុន្តែអាកប្បកិរិយារបស់គេនៅតែមិនផ្លាស់ប្ដូរមាត់នៅតែមិនការពារនិយាយដើមគេមិនខ្វល់អំពីបាបបុណ្យនៅតែធ្វើបាបបញ្ឈឺចិត្តអ្នកជិតខាងឬនៅតែមានអារម្មណ៍ថាខ្លួនអស្ចារ្យជាងគេមានតែខ្លួននៅក្នុងភូមិដែលខ្ពង់ខ្ពស់ជាងគេត្រង់ចំណុចនេះសូមបងប្អូនចាំថាងារជាហាជីនេះគឺជាការហៅនៅក្នុងតញ្ញានេះតែប៉ុណ្ណោះនៅវិលម៉ាសរម៉ាឡាអ៊ីកាត់មិនបានហៅថាតុហាជីឬអង្គជីនោះទេក៏ប៉ុន្តែអល់ឡោះជាម្ចាស់នឹងហៅយើងនៅក្នុងនាមជាអ្នកដែលមានជំនឿពិតនិងការគោរពប្រតិបត្តិរបស់យើងតែប៉ុណ្ណោះកុំធ្វើឲ្យផលបុណ្យប៉ះឡាដែលយើងបានខំធ្វើដោយលំបាកត្រូវបានដុតបំផ្លាញដោយសារតែមាត់និយាយអាក្រក់មិនចេះគិតឲ្យសោះសម្រាប់បងប្អូនមួយចំនួនដែលមានលទ្ធភាពទៅធ្វើហាជីក៏ប៉ុន្តែនៅតែពន្យាមិនចង់ទៅធ្វើហាជីទេដែលបានអះអាងថាគេមិនចង់ទៅធ្វើនោះទេនៅពេលនេះប្រសិនបើទៅធ្វើហាជីហើយពេលត្រឡប់មកវិញត្រូវធ្វើជាមនុស្សល្អពិបាកហើយប្រសិនបើធ្វើជាមនុស្សល្អនោះជីវិតត្រូវការសប្បាយនៅក្នុងវ័យដែលកំពុងសប្បាយឲ្យអស់ចិត្តសិនទៅចាំពេលចាស់បន្តិចធ្វើអាក្រក់ឲ្យចែកចំសិនចាំទៅធ្វើហាជីចាំទៅលាងសម្អាតបាបកម្មវាក៏មិនទាន់យឺតពេលដែរបន្ទាប់ពីធ្វើហាជីហើយយើងនឹងជប់ធ្វើអាក្រក់ទៀតហើយបងប្អូនទាំងឡាយតើបងប្អូនដឹងទេថាអ្នកដែលមានគំនិតដូចដែលបានរៀបរាប់ខាងលើទាំងអស់នេះវាគឺជាគំនិតដ៏គ្រោះថ្នាក់មួយវាគឺជាអន្ទាក់របស់ឆេតានកំពុងតែដាក់សម្រាប់មនុស្សគ្រប់រូបប្រសិនបើអ្នកធ្វើប្រហែសពិតប្រាកដណាស់អ្នកនឹងបរាជ័យតើអ្នកណាដែលធានាថាអាយុរបស់យើងអាចរស់ដល់វ័យចាស់ជរានោះតើអ្នកណាដែលថាការទៅធ្វើហាជីនេះតើតែអ្នកត្រូវខ្លាចជាមនុស្សល្អ 100% សិននោះការទៅធ្វើហាជីគឺលៀងសម្អាតដួងចិត្តគំនិតរបស់យើងឲ្យខ្លាចទៅជាមនុស្សល្អមិនមែនរងចាំតតែ 100% ល្អហើយទើបយើងទៅនោះទេឲ្យតែមានលុយកាក់មានលទ្ធភាពអាចទៅដល់កាតព្វកិច្ចមួយនេះគឺត្រូវបានកំណត់លើគេជាដាច់ខាតត្រូវតែទៅប្រសិនបើមិនព្រមទៅគេនឹងទទួលខុសត្រូវចំពោះមុខអល់ឡោះជាម្ចាស់ជាមិនខានគុំមានអំណួតដែលសារទ្រព្យសម្បត្តិដែលអល់ឡោះជាម្ចាស់បានប្រទានដល់អ្នកនៅថ្ងៃនេះឲ្យសោះចេតនារបស់ទ្រង់ដែលបានប្រទានលុយកាក់ទ្រព្យសម្បត្តិដល់អ្នកវាក៏ជាសញ្ញានៃការអញ្ជើញដើម្បីឲ្យទៅធ្វើកាតព្វកិច្ចមួយនោះផងដែរយើងកុំបណ្ដោយឲ្យការអញ្ជើញរបស់អល់ឡោះជាម្ចាស់ឲ្យទៅធ្វើរគុណហាជីខ្លាចជារឿងអត់ប្រយោជន៍ដែលសារតែយើងធ្វើប្រហែសឆ្លុះវង្វេងជាមួយទង្វើអាក្រក់ឲ្យសោះ
ជាចុងក្រោយសម្រាប់បងប្អូនដែលបានទៅធ្វើរគុណហាជីរួចចូលយើងរក្សាឈ្មោះដែលគេហៅយើងថាជាអង្គជីឬម៉ៃជីនេះឲ្យបានល្អប្រសើរពោពេញទៅដោយការបន្ទាបខ្លួននៅពេលដែលគេហៅថាតុហាជីវាគឺជាសាររំលឹកថាអ្នកបានទៅធ្វើហាជីរួចហើយអ្នកកុំធ្វើប្រការដែលនាំឲ្យផលបុណ្យនៃការធ្វើហាជីរបស់អ្នកបាត់បង់ទៅវិញឯសោះកុំធ្វើទង្វើអាក្រក់ទៀតព្យាយាមធ្វើជាមនុស្សល្អឲ្យអស់ពីលទ្ធភាពនេះហើយគឺជាគោលបំណងនៃការហៅថាតុហាជីឬអង្គជីម៉ៃជីជាដើមមិនមែនជាការហៅដើម្បីឲ្យអ្នកមានអំណួតនោះទេប្រសិនបើគេមិនបានហៅអ្នកថាជាអង្គជីក៏ដោយយើងក៏កុំអន់ចិត្តធ្វើអ្វីសូមត្រឹមតែងារមួយនេះស្ថិតនៅក្នុងបញ្ជីនៃការគោរពប្រតិបត្តិដ៏ជ្រះថ្លានៅក្នុងទស្សនៈរបស់អល់ឡោះទៅគ្រប់គ្រាន់ហើយមិនមែនជាការកោតសរសើរលើបបោមាត់របស់អ្នកដទៃនោះឡើយសម្រាប់អ្នកដែលមានលទ្ធភាពទ្រព្យសម្បត្តិអាចទៅធ្វើហាជីបានត្រូវតែប្រញាប់រស់រាន់ទៅជាបន្ទាន់យ៉ាងហោចណាស់មួយដងនៅក្នុងមួយជីវិតទៅធ្វើហាជីប្រសិនបើមានលទ្ធភាពមិនមែនយើងមិនអាចសប្បាយបាននោះទេទោះបីជាយើងទៅធ្វើហាជីក៏ដោយពួកយើងនៅតែអាចសប្បាយរីករាយបានសប្បាយតាមបែបអ៊ីស្លាមបានអនុញ្ញាតរាល់ទង្វើមួយណា